ngày nay dương miền mê riêng làm bì rồi bia cà to dọ mùi mê riêng thiệt hỏi chẳng chạp bắt đầu cho tớiการកម្មវិធីតែម្ដងបើយករូបភាពយកមកដាក់នៅក្នុងកម្មវិធី Photoshop អូខេឥឡូវនេះគឺយើងត្រូវការលើកសក់នេះយកមកដាក់ឲ្យពូនេះអញ្ចឹងចាប់ផ្ដើមចូលទៅកាន់របាខាងលើចុចត្រង់ពាក្យថា select ហើយអូចុចមកក្រោមយកកន្លែងពាក្យថា coloring ហើយយើងឃើញប្រអប់មួយដែលបានចេញមកហើយអញ្ចឹងគឺយើងចាប់ត្រង់នេះណាមកខាងឆ្វេងយើងជាប់ហើយអូវាមកអូបានបណ្ដាំហើយបើយើងដាក់ថាបើយើងចាប់បានសក់គឺយើងត្រូវយកមករបស់យើងដែលមានសញ្ញាពេជ្រយកទៅចុចលើសក់ហ្នឹងហើយយើងចុចប៉ុណ្ណឹងមកបានតែយើងយកលើសក់ហើយយើងដាក់ select នេះទៀតឥឡូវចុចទៅលើ OK បន្តមកទៀតយើងយកមករបស់យើងទៅចុចលើរបាបញ្ឈរនៅខាងឆ្វេងដៃខាងលើគេហើយយើងចាប់ដាក់អូសក់នេះយកមកដាក់ឲ្យពូនេះហើយយើងចាប់ដើមធ្វើការលើកដាក់កន្លែងផ្ទៃពណ៌សនេះសិនហើយយើងចូលទៅកាន់ជាប់លុបបន្តទៀតយើងយកមកលុបបានបន្តមកទៀតចុចទៅរបាបញ្ឈរនៅខាងឆ្វេងដៃខាងលើគេហើយយើងអូសក់ចំដាក់នៅក្បាលហើយយើងពង្រីកសក់ណាអូខេប៉ុណ្ណេះបន្តមកទៀតយើងមើលទៅលើសក់នឹងផ្ទៃមុខអត់សូវស៊ីគ្នាទេតែខាងនេះស្អាតជាងខាងនេះអត់ស្អាតទេអញ្ចឹងគឺយើងត្រូវកាត់ខាងនេះជាហៀងកវត្តចោលដោយយើងចូលទៅកាន់របាបញ្ឈរនៅខាងឆ្វេងដៃចុចលើរូបនេះបន្តមកទៀតយើងយកមកកាត់សក់នៅមួយជាហៀងហើយយើងលុបវាចុចលើគ្រាប់ចុច delete បន្តទៀតយើងចុចមួយទៀតដើម្បីបំបត្តិអានេះហើយយើងចុចទៅលើរបាបញ្ឈរនៅខាងឆ្វេងដៃខាងលើគេហើយចុច Ctrl J ដើម្បី copy សក់បន្តទៀតយើងអូសក់ដែលបាន copy មិញអូខេបន្តទៀតយើងចាប់ផ្ដើមចុចទៅលើ Ctrl E ដើម្បីធ្វើឲ្យសក់ទាំងពីរហ្នឹងនៅជាប់គ្នាឥឡូវយើងមើលហើយនេះគឺសក់ដាច់គ្នាណានេះចំហៀងខាងឆ្វេងនេះចំហៀងខាងស្ដាំអញ្ចឹងយើងចុច Ctrl J ទៅដើម្បីឲ្យសក់ហ្នឹងនៅរួមគ្នាចុច Ctrl E ឥឡូវសក់ហ្នឹងបាននៅតែមួយហើយយើងអាចធ្វើការចាប់សក់ហ្នឹងឃើញនៅតែមួយបានហ្នឹងហើយបន្តមកទៀតយើងចាប់ផ្ដើមធ្វើការសេរីគៀនរបស់សក់ចូលទៅកាន់ជាប់លុប
ហើយយកដើមកែពណ៌សក់បន្តិចចូលទៅកាន់ image ចូលមកកាន់ adjustment ហើយអូមកខាងស្ដាំយកកន្លែងពាក្យថា code ហើយយើងចាប់ដើមចុច Ctrl J មួយដើម្បី copy សក់មួយក្រាស់អូខេបាទពេលចេះការងាររបស់យើងយល់ហើយចប់ហើយ see you later